សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Finance Advanced ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទសាមញ្ញមួយប៉ុន្តែមានសារៈសំខាន់ខ្លាំងណាស់ក្នុងជីវិតរបស់យើងគ្រប់គ្នានោះគឺប្រាក់ចំណេញនិងការប្រាក់តើវាខុសគ្នាយ៉ាងដូចម្តេចមួយតើអ្វីទៅជាប្រាក់ចំណេញប្រាក់ចំណេញច្រើនគេហៅប្រាក់ចំណេញសុទ្ធគឺជាប្រាក់ដែលអ្នកទទួលបានបន្ទាប់ពីដកចេញពីចំណាយទាំងអស់ជាសាមញ្ញប្រាក់ចំណេញស្មើប្រាក់ចូលលើសពីប្រាក់ចេញឧទាហរណ៍បើអ្នកលក់បាយឆា 10000 រៀលក្នុងមួយចានបើយើងចំណាយលើសាច់ប្រេងអង្ករប្រមាណ 7000 រៀលដូច្នេះប្រាក់ចំណេញសុទ្ធសល់ 3000 រៀលពីតើអ្វីទៅជាការប្រាក់គឺជាប្រាក់បន្ថែមដែលអ្នកត្រូវបង់ឬទទួលក្រៅពីប្រាក់ដើមវាប្រើច្រើនក្នុងករណីខ្ចីប្រាក់ឬដាក់ប្រាក់នៅធនាគារករណីអ្នកខ្ចីប្រាក់បើអ្នកខ្ចីប្រាក់$1000ជាមួយអត្រាការប្រាក់ 12% ក្នុងមួយឆ្នាំឬ 1% ក្នុងមួយខែដូច្នេះអ្នកត្រូវសងដោយបន្ថែមពីលើប្រាក់ដើមចំនួន$120ក្នុងមួយឆ្នាំគឺត្រូវសង$1000របូកនឹងការប្រាក់$120សរុប$1120ករណីអ្នកដាក់ប្រាក់សន្សំបើអ្នកដាក់ប្រាក់$2000ក្នុងការកំណត់ 5% ក្នុងមួយឆ្នាំចុងឆ្នាំអ្នកទទួល$2100គឺអ្នកបាន$100ជាការប្រាក់និយាយខ្លីៗការប្រាក់គឺជាតម្លៃនៃការប្រើប្រាស់ប្រាក់បើអ្នកយកប្រាក់ធនាគារទៅប្រើប្រាស់អ្នកបង់ការប្រាក់បើអ្នកឲ្យធនាគារប្រើប្រាស់ប្រាក់អ្នកនឹងទទួលការប្រាក់បីតើការប្រាក់មានប្រភេទអ្វីខ្លះការប្រាក់មានពីរប្រភេទសំខាន់គឺ 1. ការប្រាក់ធម្មតា Simple Interest គណនាតែពីលើប្រាក់ដើម Formula ការប្រាក់ស្មើប្រាក់ដើមគុណអត្រាការប្រាក់គុណឲ្យពេលវេលា 2. ការប្រាក់បន្តបន្ទាប់ Compound Interest គណនាផ្អែកលើប្រាក់ដើមការប្រាក់ដែលបានកំណត់ច្រើនប្រើនៅក្នុងអាជីវកម្មធំៗនិងការវិនិយោគរយៈពេលវែង 4. ហេតុអ្វីយើងត្រូវយល់អំពីប្រាក់ចំណេញនិងការប្រាក់ដើម្បីជាជំនួយក្នុងការធ្វើអាជីវកម្មជៀសវាងការខ្ចីប្រាក់ដែលអត្រាការប្រាក់ខ្ពស់ទទួលបានអត្ថប្រយោជន៍ពីការដាក់ប្រាក់ដើម្បីទទួលបានការប្រាក់រៀបចំផែនការហិរញ្ញវត្ថុឲ្យបានមានសុវត្ថិភាពសរុបជារួមប្រាក់ចំណេញស្មើឲ្យការទទួលបានពីចំណាយតិចជាងប្រាក់ចូលការប្រាក់មានន័យថាតម្លៃប្រាក់បន្ថែមពាក់ព័ន្ធនឹងការខ្ចីឬដាក់ប្រាក់តើអ្នកធ្លាប់ខ្ចីប្រាក់ពីធនាគារឬដាក់ប្រាក់សន្សំមែនទេចែករំលែកបទពិសោធន៍នៅក្នុង comment ខាងក្រោមចង់ស្វែងយល់បន្ថែមអំពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាភាសាខ្មែរសូមចុច Subscribe និងចុចលើសញ្ញាកណ្ដឹងដើម្បីមិនខកខានវីដេអូបន្ទាប់ Finance Advanced រៀនសេដ្ឋកិច្ចជាភាសាខ្មែរដើម្បីភាពរីកចម្រើនរបស់អ្នក